បណ្ដាំប្រាសាទបន្ទាយឆ្មាលោកបានបញ្យល់ថាពាក្យថាឆ្មាគឺបរោះដែលតូចនៅលើដៃយៈនេះប្រឹងសន្សំគុណធម៌អង្គតូចនោះគឺអង្គតូចហ្នឹងសន្សំរហូតឡើងតាមចង្អុលដៃយៈរហូតដល់ខ្លួនឯងធំអាចឡើងតតាំងច្បាំងយៈបានគឺអាចឡើងទៅអង្គុយគង់លើក្បាលជុំនេះហើយនៅក្នុងខាងនេះគឺមានមេដាទាំង7ដែលលោកបានថែរក្សាមរតកបណ្ដាំនេះមរតកបណ្ដាំនេះនៅក្នុងកោដនេះនៅក្នុងកោដធរការជុំនេះហើយមេដាទាំង12នេះបានលើកដៃផ្ងាបាតដៃឲ្យយើងមើលបាតដៃលោកថារឿងរ៉ាវកូនណាកូនម៉ែទាំងអស់ហ្នឹងគឺកុំមើលរឿងខ្នងដៃសូលមើលរឿងបាតដៃអញ្ចឹងបានលោកបង្ហាញបាតដៃសម្រាប់ឲ្យយើងមើលពេលដែលក្មេងនោះសន្សំគុណធម៌បានគ្រប់ហើយក៏ឡើងតតាំងច្បាំងវិទ្យាប៉ុន្តែក្មេងនោះបើតាមើលទៅគឺជាប្រស្នារឿងនេះគាត់តែនេះគាត់ឡើងទៅច្បាំងជាមួយយៈនេះព្រោះភ្នែកគាត់អត់មានទេភ្នែកគាត់លៀនចេញមកក្រៅបានន័យថាគាត់មិនមានក្របភ្នែកទេណាពេលដែលគាត់តតាំងច្បាំងយៈគឺនេះគាត់នាំគ្នារត់ចោលគាត់អស់ហើយណាបពុនេះគាត់ហ្នឹងរត់ចោលគាត់អស់ហើយនៅសល់តែគាត់ម្នាក់ឯងគាត់ច្បាំងនឹងយៈឈ្មោះរាហូអសរិនឬក្រុងរាពណ៍ដែលខ្ញុំបាននិយាយពីខាងដើមនោះរហូតទៅដល់ច្បាំងឆ្នាំងអ្នកយៈធាក់យៈឲ្យដួលហើយឲ្យក្អួតចេញប្រកោប្រកែវនៅក្បួនកំពីនៅលើប្រទេស